សំខាន់គឺយើងចូលសាលាចាពេលសិល្បៈបើយើងមានបាតយើងចូលសាលាយើងឧទាហរណ៍របាំយើងចេះក្បាច់បានរបាំចាអញ្ចឹងយើងចូលសាលាទៅយើងអាចដឹងស្អីក៏យើងធ្វើបានដែរដូចខ្ញុំធ្លាប់សម្ដែងខ្ញុំធ្លាប់រាំរបាំលខោនយីកែលខោននិយាយមកកាត់សក់ការមកកំ pl ែងមកអីអញ្ចឹងណាចង់និយាយពេលដែលយើងមានបាតយើងចូលសាលាត្រឹមត្រូវយើងដឹងវាមានគ្រឹះអាចដូចថាដើមឈើទៅមានឫសកៅរបស់វាអត់ឫសកៅរស់អត់បានយូរឯងអញ្ចឹងយើងជាសិល្បៈយ៉ាងណាបើយើងអត់មានបាតត្រឹមត្រូវវាឆាប់នឹងបាត់បង់ណាដូចថាបានមកផ្លែបាត់ទៅវិញអញ្ចឹងណាចាអរគុណច្រើនក្នុងការសម្ដែងប្រឡូកក្នុងវិស័យសិល្បៈខ្ញុំជាង40ឆ្នាំហើយចាជាងតាំងពីឆ្នាំ80មកអញ្ចឹងយើងមានបទពិសោធន៍ច្រើនហើយការសម្ដែងនេះមិនមែនចេះតែសម្ដែងទេព្រោះយើងមានបាតយើងចេញពីសាលាត្រឹមត្រូវចេញពីសួងត្រឹមត្រូវអញ្ចឹងណាអញ្ចឹងយើងសិល្បៈយើងមានបាតអញ្ចឹងហើយការសម្ដែងរបស់យើងដាក់អារម្មណ៍អីមួយអញ្ចឹងក្នុងតួហ្នឹងដើម្បីឲ្យដឹងថាតួហ្នឹងតួពិតប្រាកដមិនមែនជាសម្ដែងទេក្នុងសាច់រឿងហ្នឹងជាគ្រួសារយើងពិតប្រាកដអញ្ចឹងខ្ញុំបានពេលរង្វាន់ឆ្នាំអញ្ចឹងណាអាស៊ី10ប្រទេសហើយអរគុណច្រើនអ្នកបងប្អូនហើយនៅតែគ្រប់គ្រងអញ្ចឹងណាចាឲ្យតាមផ្ញើដល់សិល្បករសិល្បករនីក្រោយចាបើថាយើងធ្វើអីឲ្យប្រកាសនឹងទៅចាកុំចេះតាដូចថាចេះ LL អញ្ចឹងវាអត់ច្បាស់អញ្ចឹងអញ្ចឹងយើងអត់មានបាតរបស់យើងឲ្យប្រកាសទេបើថាយើងរបាំយីកែលខោនយើងសម្ដែងអញ្ចឹងហ្មងអញ្ចឹងយើងធ្វើអីឲ្យប្រកាសយើងនឹងបានជោគជ័យហើយចាអរគុណច្រើន